សិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណនិងការផ្សព្វផ្សាយសក្តានុពលកម្ពុជានៅខេត្តស្ទឹងត្រែងសិក្ខាសាលាដ៏មានសារៈសំខាន់ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី28 ខែឧសភាឆ្នាំ2025នៅមន្ទីរពាណិជ្ជកម្មខេត្តហើយមានវិស័យឯកជននៅខេត្តស្ទឹងត្រែងបានចូលរួមស្របពេលរដ្ឋបាលខេត្តស្ទឹងត្រែងទាំងមូលបានយកអស់កម្លាំងកាយកម្លាំងចិត្តរិះរកមធ្យោបាយគ្រប់ប្រភេទដើម្បីប្រែក្លាយទឹកដីមួយនេះឲ្យក្លាយជាគោលដៅអភិវឌ្ឍពេញលេញក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងឆ្ពោះទៅសម្រេចឲ្យបាននៅកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដ៏ឆ្នើមរបស់កម្ពុជាពិធីបើកសិក្ខាសាលាក្រោមអធិបតីភាពឯកឧត្តមកៅកោសលអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងឯកឧត្តមព្រំវណ្ណៈអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងឯកឧត្តមកៅកោសលបានថ្លែងថាដើម្បីលើកកម្ពស់និងជំរុញការប្រើប្រាស់ផលិតផលកម្ពុជាក្រសួងពាណិជ្ជកម្មបានខិតខំយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តប្រជាជនយើងឲ្យគាំទ្រដល់ផលិតផលក្នុងស្រុកក្រសួងពាណិជ្ជកម្មតែងបានលើកទឹកចិត្តដល់វិស័យឯកជនជាពិសេសសហគ្រាសធុនតូចនិងមធ្យមឲ្យខិតខំច្នៃប្រឌិតផលិតទំនិញឲ្យមានគុណភាពនិងសុវត្ថិភាពសម្រាប់បំពេញតម្រូវការក្នុងស្រុកកាត់បន្ថយការនាំចូលពីបរទេសហើយជាជំហានអាចនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេសបាននាពេលខាងមុខសិក្ខាសាលានាថ្ងៃនេះគឺជាផ្នែកមួយនៃគោលនយោបាយជួយផលិតករយើងឲ្យស្គាល់ពីផលិតផលសក្តានុពលរបស់កម្ពុជាតាមបណ្ដារាជធានីខេត្តដើម្បីកំណត់អត្តសញ្ញាណនិងចងក្រងជាទិន្នន័យដើម្បីផ្សព្វផ្សាយឲ្យផលិតករបានស្គាល់យ៉ាងទូលំទូលាយនិងផលិតបានចំគោលដៅហើយអត្តសញ្ញាណផលិតផលសក្តានុពលរបស់រាជធានីខេត្តនីមួយៗដែលកំណត់បានគឺជាចំណងភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងផលិតករកម្ពុជាជាមួយធុរជនអ្នកនាំចេញនិងពាណិជ្ជករអន្តរជាតិដែលមានបំណងចង់វិនិយោគក្នុងវិស័យកសិកម្មនិងផលិតកម្មដើម្បីបម្រើទីផ្សារក្នុងស្រុកក៏ដូចជានាំចេញទៅក្រៅប្រទេសក្នុងនោះខេត្តស្ទឹងត្រែងមានផលិតផលកសិកម្មឧស្សាហកម្មនិងសេវាកម្មដែលមានសក្តានុពលចំនួន11មុខដែលត្រូវបានជ្រើសរើសវាយតម្លៃនិងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយផលិតផលទាំងនោះមានដូចជាគ្រាប់ស្វាយចន្ទីកែច្នៃណែមសាច់ត្រីអន្សមឆ្ងាញ់ស្ទឹងត្រែងក្រូចឆ្មាស្ទឹងត្រែងរីសតស្រាម្នាស់សម្ពុតក្រមាចង្កឹះទឹកសុទ្ធសេកុងនិងបន្លែជីគ្រប់មុខផលិតផលទាំងនេះបាននឹងកំពុងចរាចរលើទីផ្សារនិងជំរុញការផ្សព្វផ្សាយតាមរយៈការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសយុទ្ធនាការទិញផលិតផលខ្មែរនិងក្នុងវេទិកាផ្សេងតួយ៉ាងសិក្ខាសាលានាពេលនេះក៏បានដាក់តាំងបង្ហាញផលិតផលទាំងនេះផងដែរក្នុងគោលបំណងកំណត់នៅអត្តសញ្ញាណនិងផ្សព្វផ្សាយជូនសាធារណជនបានស្គាល់និងដើម្បីជំរុញផលិតផលទាំងនេះចូលទីផ្សារក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែទូលំទូលាយនិងសម្ដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ